ឃើញច្រឡំប្រហើមកនេះគឺថាឃ្លានបាយហ្មងបងប្អូនហើយថ្ងៃហ្នឹងគឺមានជ្រក់ត្រសក់ផ្ទាប់ជាមួយនឹងត្រីកាហាយចៀនទៀតបងប្អូនហើយច្រឡំប្រហើខ្ញុំគឺអត់វាក់ដារោបន្លែឬទិញទេគឺទិញជាកញ្ចប់ហ្មងចាអត់មានទិញជារាយតែទិញជាកញ្ចប់ហ្មងមួយកញ្ចប់នេះ3000រៀលមានលាយចម្រុះបន្លែនៅហ្នឹងចាមិនបាច់ខ្ញុំរៀបរាប់ទេបងប្អូនមើលក្នុងកញ្ចប់ថងហ្នឹងទៅគឺដឹងតែបន្លែស្លោប្រហើស្លោហ្នឹងឯងហើយសាច់ត្រីគឺខ្ញុំទិញត្រីកាហាយរៀងថ្លៃតិចបងប្អូនត្រីកាហាយឆ្លៀជាមួយនឹងកាពឹសចូលចិត្តញ៉ាំបងប្អូនអើយត្រីកាហាយវាថ្លៃតែឆ្ងាញ់ប្រភេទត្រីជាតិតែម្ដងហើយត្រីកាហាយ3ក្បាលថ្លៃហ្មងនិយាយមែនតែឆ្ងាញ់ខ្ញុំបានលៃរកត្រីកាហាយ3ក្បាលនេះស្លផងចៀនផងដូចជាខ្ញុំកាត់ក្បាលកាត់កតុយសម្រាប់ស្លហើយខ្លួនវាប្រឡាក់ញ៉ាំជាមួយជ្រក់ចៀនអញ្ចឹងណាលៃលកតលៃលកអញ្ចឹងមិនបានញ៉ាំពីរមុខទេបងប្អូនបើសិនជាយកមកស្លយកតែម្ដងអត់កើតទេបានតែមួយមុខឯងអញ្ចឹងធ្វើជាចុងភៅជាមនុស្សស្រីមេផ្ទះគឺត្រូវតែចេះលៃលកម្ហូបលៃលកស្លចឹងឯងបងប្អូនហើយបន្លែដែលយើងទិញមកថងចាក់លាងទឹកវាស្អាតហើយយើងចិត្តសបកព្រោះអ្នកលក់គាត់បានទៅចិត្តលម្អិតសម្អាងឲ្យយើងបានល្អទេតើតែយើងយកមកពិនិត្យមើលខ្លួនឯងបន្លែណាត្រូវចិត្តថែមចិត្តបន្លែណាត្រូវកាត់ថែមកាត់ចឹងណាបងប្អូនចាហើយគ្រឿងសឡប្រហើយើងអត់ភ្លេចជាមួយខ្ជាយនិងគល់ស្លឹកគ្រៃនិងស្លឹកគ្រៃទេបងប្អូនបើសិនជាអត់ដាក់គ្រឿងចង្អាបហ្នឹងក៏វាអត់ឆ្ងាញ់ដែរវានិយាយទៅស្លកុំឲ្យមានជាតិឆ្អាបកុំឲ្យមានក្លិនត្រីកុំឲ្យនិយាយទៅគឺស្លបែបណាកុំឲ្យមានជាតិឆ្អាបចឹងបងប្អូនហើយនេះត្រីដែលសល់ពីស្លគឺយើងប្រឡាក់ម្លាយទៅទុកសម្រាប់ចៀនញ៉ាំជាមួយជ្រក់ដែលយើងបានទិញមកថងមិញហ្នឹងគឺហើយវាដាក់ចានចឹងបងប្អូនលេស្ករលេបចេញថែមមកអូយឆ្ងាញ់ជាតិតែម្ដងហើយការធ្វើម្ហូបរបស់ខ្ញុំគឺពេលយប់នឹងឯងព្រោះពេលថ្ងៃខ្ញុំរវល់ការងារល្ងាចខ្ញុំទៅចំការអញ្ចឹងណាបងប្អូនហើយត្រីកាហាយដែលយើងចៀនពីនេះណាតិចនៃចៀនគឺវាអាចនឹងស្អិតជាប់ខ្ទះបើសិនជាអត់ដឹងរបៀបចៀនបងប្អូនដាក់ខ្ទះឲ្យក្តៅទៅចាំដាក់ខ្លាញ់ដល់ពេលម៉ោងឆ្អិនហើយកោះវាមិនមកបងប្អូនប្រត់ភ្លើងសិនទៅប្រត់ប្រហែលជា5នាទីទៅ10នាទីអីទៅចាំឆ្កឹះវាប្រែបានទៅវាអត់បែកសាច់ទេបងប្អូនហើយនេះងាកមកមើលស្លប្រហើយើងវិញគឺដាំទឹកបងត្រីធម្មតាហើយបងបន្លែធម្មតាអញ្ចឹងទៅបងប្អូនឆ្ងាញ់យកតាណាអស់ជាតិហ្មងសឹងថាអត់តដាក់ស្ករបច្ចេកតែភ្លុកមើលជាតិមើលទឹកទៅគឺដូចដាក់ស្ករបច្ចេកហើយអញ្ចឹងវាបញ្ចេញរសជាតិឆ្ងាញ់ហ្មងបែបធម្មជាតិកុំភ្លេចបងប្រហុកបងប្អូនស្លមួយមុខនេះដូចភ្លេចបងប្រហុកមិនដឹងទេនេះចាំមើលចុងក្រោយមើលអាចនឹកឃើញអត់អ្នកស្លហើយលាយជាមួយនឹងកាពឹសមួយចេះទៀតឆ្ងាញ់ខ្លាំងចូលចិត្តបងប្អូនខ្ញុំស្លប្រហើនឹងម្ជូរខ្ញុំចូលចិត្តស្លប្រហើជាងស្លយើងបានឆ្អិនហើយអញ្ចឹងបានដួសដាក់ចានរួចរាល់សម្រាប់យកទៅញ៉ាំបងប្អូនឆ្ងាញ់ណាស់ស្លប្រហើត្រីកាហាយជាតិ10បាល់ជាតិហ្មងឃើញហេវបាយឆ្ងាញ់ញ៉ាំហើយអត់មានឈឺពោះអីទេញ៉ាំហើយសុខភាពល្អឆ្អែតអូឆ្ងាញ់